លោកអ្នកនាងជាទីមេត្រីក្រោយពីមានបាតុភិបថាលោកសឹងមនីរតន៍ប្រធានគណៈកម្មការសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែងចាប់យកម៉ូតូភ្ញៀវចូលទិញទំនិញនៅក្នុងផ្សារយកទៅផាកពិន័យជាប្រាក់ពី 5,000 រៀលទៅ 10,000 រៀលរួចមកនៅថ្ងៃទី26 ខែមិថុនាឆ្នាំ 2025 គណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានចេញសេចក្តីបំភ្លឺព័ត៌មានផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយទសតដែលមានខ្លឹមសារដើមទាំងស្រុងដូចតទៅសេចក្តីបំភ្លឺព័ត៌មានគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងមានកិត្តិយសសូមជម្រាបជូនដល់អ្នកនិយមតាមដានព័ត៌មានទំនាក់ទំនងបណ្ដាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយនានាសាធារណជនទាំងអស់មេត្តាជ្រាបការចុះផ្សាយកាលពីថ្ងៃទី25 ខែមិថុនាឆ្នាំ 2025 របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ ADJL TV និងគេហទំព័រទន្លេសាបព័ត៌មានចំណងជើងថាក្រមអាជីវករផ្សារសាមគ្គីខេត្តស្ទឹងត្រែងស្នើសុំរាជរដ្ឋាភិបាលអន្តរាគមន៍បន្ទាន់លើបញ្ហាចាប់យកម៉ូតូភ្ញៀវចូលទិញទំនិញក្នុងផ្សារទៅផាកពិន័យជាប្រាក់ពី 5,000 រៀលទៅ 10,000 រៀលការចុះផ្សាយរបស់គេហទំព័រនិងសារព័ត៌មានខាងលើនេះមិនមានវិជ្ជាជីវៈអង្គភាពសារព័ត៌មានពីព្រោះការចុះផ្សាយនេះមិនបានយកព័ត៌មានគ្រប់ជ្រុងជ្រោយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះនិងការខិតខំប្រឹងប្រែងរបស់គណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានរៀបចំសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយនិងមិនឲ្យមានការកកស្ទះចរាចរណ៍ជុំវិញផ្សារសាមគ្គីស្ទឹងត្រែងដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងលើសន្តិសុខសណ្ដាប់ធ្នាប់និងសោភ័ណភាពបានបង្កើតចំណតថ្មីផ្ញើឡានម៉ូតូជូនអាជីវករនិងប្រជាពលរដ្ឋភ្ញៀវទេសចរដែលបានអញ្ជើញមកផ្សារសាមគ្គីស្ទឹងត្រែងកន្លងមកសន្តិសុខផ្សារពិតជាបានលើកម៉ូតូឬមធ្យោបាយដឹកជញ្ជូនផ្សេងមករក្សាទុកនៅស្នាក់ការផ្សារខណៈពេលមានពុកម៉ែបងប្អូនមួយចំនួនតូចបានយកមធ្យោបាយទាំងនោះទៅចតនៅមុខខ្លោងទ្វារចូលផ្សារឬចតនៅលើផ្លូវសាធារណៈជុំវិញផ្សារជាញឹកញាប់ដោយមិនស្ដាប់តាមការណែនាំធ្វើឲ្យខូចសណ្ដាប់ធ្នាប់និងស្ទះចរាចរណ៍ដែលជាការចាំបាច់សន្តិសុខផ្សារត្រូវតែលើកម៉ូតូឬមធ្យោបាយទាំងនោះដើម្បីស្វែងរកម្ចាស់យានជំនិះចូលខ្លួនមកធ្វើកិច្ចសន្យាណែនាំហាមមិនឲ្យចតបង្កការកកស្ទះនោះឡើយជាពិសេសការពីអំពើចោរកម្មកើតមានឡើងនៅជុំវិញផ្សារនៅថ្ងៃទី30 ខែមេសា ឆ្នាំ 2025 កន្លងទៅនេះគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបានចេញសេចក្តីជូនដំណឹងជាមុនការរៀបចំសណ្ដាប់ធ្នាប់យានជំនិះមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទដែលបង្កឲ្យមានការកកស្ទះចរាចរណ៍បាននៅសោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែងហើយការរៀបចំសណ្ដាប់ធ្នាប់ខាងលើនេះបានអនុវត្តតាំងពីថ្ងៃទី1 ខែឧសភា ឆ្នាំ 2025 និងបានជូនដំណឹងតាមមេក្រូនិងឃោសនៈស័ព្ទរៀងរាល់មុនពេលអនុវត្តរយៈពេល2សប្តាហ៍នៃដើមខែឧសភាដូច្នេះត្រូវបានបញ្ឈប់ការចុះផ្សាយគ្មានវិជ្ជាជីវៈរបស់អង្គភាពសារព័ត៌មានទាំងពីរគឺសមាគមសម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ ADJL TV និងគេហទំព័រទន្លេសាបព័ត៌មានបានធ្វើឲ្យមានការភ័ន្តច្រឡំដល់សាធារណជនគ្រប់មជ្ឈដ្ឋានហើយបានបង្កការលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនមួយចំនួនតូចចតយានជំនិះរបស់ខ្លួនគ្មានសណ្ដាប់ធ្នាប់ជុំវិញផ្សារសាមគ្គីស្ទឹងត្រែងជាបន្តទៀតស្របពេលខេត្តស្ទឹងត្រែងកំពុងរៀបចំឲ្យមានសោភ័ណភាពនៅគ្រប់ទីកន្លែងអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានពិសេសអ្នកនិយមតាមដានព័ត៌មាននៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook មេត្តាជ្រាបជាព័ត៌មានជុំវិញបញ្ហានេះដែររដ្ឋបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី27 ខែមិថុនា ឆ្នាំ 2025 ក៏បានចេញសេចក្តីបំភ្លឺព័ត៌មានដែលមានខ្លឹមសារដើមដូចតទៅមន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការចុះផ្សាយនៅលើបណ្ដាញផ្សព្វផ្សាយសង្គមពិសេសលើទំព័រ Facebook ចំនួន2រួមមានឈ្មោះគេហទំព័រទន្លេសាបព័ត៌មាននិង LDJ Media ដែលបានចុះផ្សាយអំពីករណីការចាប់លើកម៉ូតូ
របស់អ្នកលក់និងអ្នកទិញនៅផ្សារសាមគ្គីស្ទឹងត្រែងមករក្សាទុកនៅស្នាក់ការដោយមានការកំណត់យកប្រាក់យើងខ្ញុំសូមជម្រាបជូនថាដោយមានការយកចិត្តទុកដាក់នៅក្នុងការរៀបចំឲ្យមានសណ្ដាប់ធ្នាប់បញ្ជាបានការស្ទះចរាចរណ៍បញ្ហាផ្សេងៗរួមមានសោភ័ណភាពផងដែរនិងការចរាចរណ៍ទូចក្រយានយន្តរថយន្តនិងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀតនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែងរដ្ឋបាលខេត្តបានចាត់ចែងឲ្យមានការរៀបចំចំណតសម្រាប់ចតទុកដាក់មធ្យោបាយរបស់អ្នកលក់និងអ្នកទិញត្រឹមត្រូវចំពោះការផ្ញើម៉ូតូរថយន្តនិងមធ្យោបាយដែលអាចចតបាននៅទីតាំងចំណតគឺយកកម្រៃត្រឹមតែក្នុងមួយថ្ងៃបើទោះបីជាបងប្អូនអាជីវករចេញចូលច្រើនលើកយ៉ាងណាក្តីដោយឡែកសម្រាប់រាល់មធ្យោបាយដែលចតបាននៅលើផ្លូវត្រូវបានយកទៅទុកដាក់នៅស្នាក់ការដែលតម្រូវឲ្យមានម្ចាស់មធ្យោបាយទៅធ្វើកិច្ចសន្យានិងផាកពិន័យពី 1,000 រៀលទៅ 5,000 រៀលដោយឡែកសម្រាប់រាល់មធ្យោបាយដែលចតចោលលើផ្លូវត្រូវបានយកទៅទុកដាក់នៅស្នាក់ការដែលតម្រូវឲ្យម្ចាស់មធ្យោបាយទៅធ្វើកិច្ចសន្យានិងផាកពិន័យពី 1,000 រៀលទៅ 5,000 រៀលតាមការស្ម័គ្រចិត្តរបស់ម្ចាស់មធ្យោបាយរដ្ឋបាលខេត្តស្ទឹងត្រែងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជីវករអ្នកលក់ដូរទាំងអស់មេត្តាចូលរួមលើកកម្ពស់ការរៀបចំសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍សុវត្ថិភាពមធ្យោបាយសោភ័ណភាពនិងរបៀបរៀបរយជុំវិញផ្សារសាមគ្គីស្ទឹងត្រែងក្នុងនោះក៏សូមឲ្យអ្នកសារព័ត៌មាននិងបណ្ដាញសង្គមទាំងអស់ស្រាវជ្រាវព័ត៌មានឲ្យបានច្បាស់លាស់ដើម្បីជាធាតុចូលគ្រប់ជ្រុងជ្រោយមុននឹងធ្វើការចុះផ្សព្វផ្សាយវិជ្ជាជីវៈដើម្បីបញ្ជៀសនូវការភ័ន្តច្រឡំនិងការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរនិងអ្នកមានសមត្ថកិច្ចទន្ទឹមនោះរដ្ឋបាលខេត្តស្នើឲ្យអាជ្ញាធរមូលដ្ឋានផ្នែកមានសមត្ថកិច្ចនិងគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែងបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរមានការទទួលខុសត្រូវមានតម្លាភាពច្បាស់លាស់ព្រមទាំងធ្វើការផ្សព្វផ្សាយអប់រំណែនាំជាប់ជាប្រចាំជាមួយនឹងការទប់ស្កាត់ចំពោះការបង្កបញ្ហាប្រឈមនិងការលំបាកណាមួយនៅក្នុងការគ្រប់គ្រងផ្សារសាមគ្គីស្ទឹងត្រែងឲ្យមានប្រសិទ្ធភាពសេចក្តីដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋសាធារណជនអាជីវករផ្សារនិងគ្រប់បណ្ដាញសង្គមអ្នកសារព័ត៌មានមេត្តាជ្រាបជាព័ត៌មាន